flop tư chị bẹ một đôi xóa hả chưa còn mình tôi nhom ấy đường ní cứ niếng chị nè sang là luôn anh tê công có phong lọc nhom ấy lục chẳng bàn ấy nhom ai ơi lục bàn đây nhom phong bơ cứ nhom cho ở niếng flop tư ស្រមៃធ្វើឲ្យអ្នកមានក្តីសុខ អ្វីដែល Fifter ហ្វ្រាំងនិយាយមិញគឺជាការពិតទាំងអស់ចាប់ពីពេលនេះទៅខ្ញុំនឹងមើលថែគ្រួសាររបស់លោកគឺទាំង3នាក់តែម្ដង ហ្វ្រាំងយីនេះគឺខ្ញុំហ្វ្រាំងយីលោកបានសន្យាដល់ខ្លួនឯងអញ្ចឹងលោកគឺមិនអាចលេបពាក្យសន្យាខ្លួនឯងទេណា ត្រឹមត្រូវហើយប្រកាសណាស់ខ្ញុំមិននិយាយលេបពាក្យសន្យារបស់ខ្ញុំទេប្រសើរខ្លាំងណាស់ឥឡូវនេះខ្ញុំនឹងទៅយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្ញុំហ្វិនអញ្ចឹងលោកជួយកាន់កូនរបស់ខ្ញុំផងកុំទុកខ្ញុំចោលនៅខាងក្រៅណាប្រកាសណាស់ខ្ញុំមិនអាចទុកនាងចោលនៅខាងក្រៅបានទេតើនាងគិតថាខ្ញុំជាមនុស្សប្រភេទបែបនោះមែនទេនាងមើលទៅអង្គខយូអង្គុយនៅទីនេះទេបើហ្វិនជាខ្ញុំមិនឲ្យនាងចូលមកវិញតើខ្ញុំជាមនុស្សយ៉ាងម៉េចទៅ មែនហើយពិតជាត្រឹមត្រូវណាស់អញ្ចឹងលោកចាំខ្ញុំនៅទីនេះសិនទៅខ្ញុំទៅតែមួយផ្លែទេមកវិញឡើយហើយណាជាមួយនឹងរឿងទាំងពីរនេះហើយនឹងកូនរបស់ខ្ញុំថែមទាំងអង្គខយូកំពុងតែនៅព្យាបាលជំងឺផងវាមិនសមហេតុផលទេបើសិនជាគេមិនឲ្យខ្ញុំចូលទៅវិញទីត មនុស្សស្រីម្នាក់នោះគឺបានចេញទៅក្រៅហើយស្វែងរកឱកាសល្អហើយកុំចាត់នាងចោលទៅខ្ញុំបានបង្កើតឱកាសមួយដែលអាចកំចាត់ហ្វ្រាំងលីមីហើយនឹងឯងជាមួយគ្នាបានណាប៉ុន្តែនៅចុងបញ្ចប់ខ្ញុំពិតជាមិនអាចចិត្តសម្លាប់ក្មេងទេនៅពេលក្រោយខ្ញុំនឹងស្វែងរកមនុស្សស្រីម្នាក់ដែលអាចមើលថែឯងបានផ្ទះរបស់ហ្វ្រាំងយីពិតជាកក់ក្ដៅខ្លាំងណាស់ខ្ញុំត្រូវតែរស់នៅក្នុងផ្ទះហ្វ្រាំងយីជាមួយនឹងកូនរបស់ខ្ញុំដូច្នេះខ្ញុំប្រកាសជាអាចរស់នៅដោយមានក្តីសុខហើយវ៉ាស្លាប់ទៅជីប៉ែមកដូចស្វាហ៎ជ្រឿកុំមិនទោសខ្ញុំអីរឿងនេះគឺនាងជាអ្នកសាងឲ្យខ្លួនឯងទេកុំសម្លាប់ខ្ញុំអីលោកចង់បានអីខ្ញុំអាចឲ្យលោកបានដែរខ្ញុំសុំវើគឺខ្ញុំចង់ឲ្យនាងស្លាប់ទៅឥឡូវនេះនាងស្លាប់ហើយវាពិតជាល្អណាស់សូហៅការងារត្រូវបានបញ្ចប់ដោយជោគជ័យហើយតើពេលណាទើបខ្ញុំអាចមានអីញ៉ាំទៅជោគជ័យហើយតាខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងមើលថែ Fifter មីហើយនឹងកូនរបស់នាងមួយរយៈសិននៅពេលដែលលោកជាសះស្បើយឡើងមកវិញហើយខ្ញុំនឹងបកគោលការងារនេះទៅឲ្យលោកវិញណានេះខ្ញុំពិតជាសុំទោសផងហ្វ្រាំងយីដែលបង្កបញ្ហាឲ្យលោកគ្រួសាររបស់លោកម្ហូបអាហារក៏ត្រូវនៅមានកំណត់ដែរចុះតម្រាំតែថែមគ្រួសារខ្ញុំដល់តែ3នាក់ទៀតយើងប្រកាសជាបន្ថែមចំនួនម្ហូបអាហារហើយនឹងថែមទាំងខ្ជុំថ្មដើម្បីបង្កើនកម្ដៅនៅក្នុងបន្ទប់ទៀតផងខ្ញុំពិតជាសុំទោសលោកផងឥឡូវនេះលោកកុំបារម្ភតាក់ទងជាមួយនឹងរឿងបញ្ហាទាំងអស់នេះអីលោកគ្រាន់តែផ្ដោតទៅលើការសម្រាកហើយនឹងព្យាបាលសុខភាពរបស់លោកទៅគឺបានហើយរឿងទាំងអស់នេះយើងនឹងពិភាក្សាគ្នានៅថ្ងៃក្រោយហេតុអីក៏នៅតែយំអញ្ចឹងណោះខ្ញុំមិនប្រកាសដែរហ្នឹងព្រោះដងហ្វ្រាំងលីមីជាអ្នកមើលថែកូននេះនៅផ្ទះណែអូនឯងឆាប់យកកូននេះទៅហើយជួយមើលថែគេកុំឲ្យយំមករយៈពេលហ្នឹងផងខ្ញុំណែខ្ញុំមិនដែលដឹងពីរបៀបមើលថែក្មេងពីមុនមកទេតើត្រូវធ្វើម៉េចដឹងទេឆាប់យកទៅណែលឿនឡើងប្រហែលមើលទៅកូនហ្នឹងចង់ដូរកតើបឲ្យដឹងមើលទៅប្រហែលជាអញ្ចឹងហើយណែឆាប់យកកតើបនេះទៅអញ្ចឹងហើយបងបកគលវាឲ្យអូនឯងជាអ្នកដោះស្រាយហើយបាយអង្គខយូ
តើលោកមានអារម្មណ៍ដឹងថារាងកាយរបស់លោកមានប្រែប្រួលអីទេដូចជាពេលខ្លះវាមានអារម្មណ៍ថាខុសពីធម្មតាអីអញ្ចឹងណា ខ្ញុំខ្ញុំមានអារម្មណ៍ថាខ្លួនប្រាណរបស់ខ្ញុំឥឡូវនេះគឺខ្សោយខ្លាំងណាស់ហើយនៅជុំវិញតំបន់ដែលខ្ញុំទៅរបួសគឺមានអារម្មណ៍ថាវាល្មម អូអញ្ចឹងមានន័យថាការព្យាបាលរបស់លោកគឺធម្មតាទេ អូនេះគឺអញ្ចឹងមែនទេប៉ុន្តែពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្លួនប្រាណខ្ញុំដូចជាមិនប្រក្រតីសោះ អូអញ្ចឹងមានតែចាំមើលហ្វិនទេក៏ប៉ុន្តែហេតុអីក៏ Fifter ហ្វ្រាំងលីមីនៅតែមិនទាន់ត្រឡប់មកវិញទៀតឥឡូវនេះស្ថានភាពនៅខាងក្រៅវាមិនសូវល្អទេតើមានរឿងអីកើតឡើងចំពោះនាងទេដឹងខ្ញុំពិតជាបារម្ភចំពោះនាងដល់ហើយ មែនហើយហ្វៀងយីហ្វុំពឹងលោកជួយទៅមើលនាងផងកុំឲ្យមានរឿងអីកើតឡើងចំពោះនាងណា អូនចៅមើលថែអាំងខយូហើយនឹងកូនក្មេងនេះផងបងនឹងចេញទៅក្រៅមកផ្លែតហ្វិនមុននឹងចេញទៅក្រៅត្រូវតែរៀបចំសម្ភារៈឲ្យបានត្រឹមត្រូវជាមុនហ្វិនដើម្បីប្រកាសថានឹងទទួលបានសុវត្ថិភាពខ្លួនឯងដែរមានអាវក្រោះកភ្លើងហើយនឹងខែលប៉ុណ្ណេះមានអារម្មណ៍ថាមានសុវត្ថិភាពបន្តិច សមាជិកទាំងអស់គ្នាសូមមកជួបជុំគ្នានៅបន្ទប់លេខ1001នៅជាន់ទី13ខ្ញុំនឹងពិភាក្សាតាក់ទងជាមួយនឹងម្ហូបអាហារហើយនឹងទីកន្លែងដែលយើងសាងសង់អគារថ្មីនៅថ្ងៃអនាគតអ្នកជិតខាងទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចមកចូលរួមដោយសេរីពួកយើងនឹងបម្រើសេវាកម្មអ្នកទាំងអស់គ្នាចំពោះអ្នកណាដែលមកដល់មុន បើហ្វិនជាអ្នកទាំងអស់គ្នាមិនចង់ស្លាប់ទេនៅផ្ទះទៅត្រូវតែមានជំនឿលើខ្លួនឯងកុំចាញ់បោកគេអី ចាប់ពីពេលនេះទៅពួកយើងបានគ្រប់គ្រងអគារទាំងអស់ហើយអញ្ចឹងសម្ដីរបស់ពួកយើងគឺជាច្បាប់អ្នកទាំងអស់គ្នាត្រូវតែស្ដាប់ពួកយើងចាប់ពីពេលនេះតទៅណា បន្ទប់1301 យើងគិតថាគួរតែឲ្យហ្វៀងយីធ្វើជាមេដឹកនាំរបស់អ្នកជិតខាងទាំងអស់គ្នាទៅគេនឹងអាចផ្ដល់ម្ហូបអាហារនិងផ្ដល់សុវត្ថិភាពឲ្យយើងទាំងអស់គ្នាយើងនឹងមិនបាច់ភ័យខ្លាចអីតទៅទៀតទេ ខ្ញុំគិតថាគេប្រកាសជាយល់ព្រមជាមួយនឹងសំណើរបស់ពួកយើងអ្នកជិតខាងទាំងអស់គ្នាប្រកាសជាអាចរស់នៅដោយស្ថិរភាពមិនខានទេគេមិនអាចបដិសេធជាមួយនឹងអ្វីដែលយើងស្នើសុំបានទេ មួយក្លាហានណាស់គិតទៅព្យាយាមគិតទៅគិតថានៅពេលដែលឯងស្លាប់ហើយតើឯងត្រូវទៅធ្វើអីទៀតវីវ ហ៎អាហ្នឹងអីគេណងប៊ុំ គ្រាប់បែកដៃនេះពិតជាខ្លាំងមែនមិនធម្មតាទេដាច់ជាកង់អស់លីង ហ្វៀងយីពួកយើងធ្វើរឿងគ្រប់បែបយ៉ាងដើម្បីឯងហេតុអីក៏ឯងសម្លាប់ពួកយើង ធ្វើរឿងគ្រប់បែបយ៉ាងដើម្បីតែខ្ញុំមែនទេដឹងមែនដោយសារតែខ្ញុំទើបឯងនៅរស់ទេអីហ្វៃយន់ណារ៉ាឥឡូវនេះខ្ញុំពិតជាមានអារម្មណ៍ថាបានធូរចិត្តខ្លាំងណាស់នៅសល់តែស្រូហៅមួយទៀតទេមនុស្សដែលបានធ្វើបាបខ្ញុំពីមុនមកឥឡូវខ្ញុំបានកម្ចាត់គេចោលអស់ហើយមានតែមនុស្ស5នាក់ទៀតទេដែលនៅក្នុងអគារលេខ25នៅរស់ចាប់ពីពេលនេះតទៅគ្មានអ្នកណាម្នាក់នៅក្នុងអគារនេះមានការគំរាមកំហែងដល់ជីវិតខ្ញុំទៀតទេអញ្ចឹងរឿងដែលខ្ញុំត្រូវធ្វើបន្ទាប់ទៀតគឺត្រូវតែរកវិធីយ៉ាងណាដើម្បីយកផ្ទះសុវត្ថិភាពរបស់វ៉ាងហ្វីមីងដើម្បីធ្វើជាផ្ទះសុវត្ថិភាពរបស់ខ្លួនឯងហើយខ្ញុំនឹងចាកចេញពីពិភពមួយនេះទៅរកកន្លែងដែលរស់នៅដែលគ្មានទុក្ខកង្វល់អង្គរយូខ្ញុំមានដំណឹងអាក្រក់មួយចង់ប្រាប់ទៅលោក Sister ហ្វ្រាំងនាងតើមានរឿងអីកើតឡើងជាមួយនឹងហ្វៀងលីមីទៅ អ្នករស់នៅក្នុងអគាររបស់យើងទាំងអស់រួមជាមួយនឹងអ្នករស់នៅក្នុងអគារខាងក្រៅពួកគេបានប្រឆាំងជាមួយនឹងពួកយើងហើយពួកគេមានបំណងចង់បានម្ហូបអាហារហើយនឹងផ្ទះសុវត្ថិភាពរបស់ខ្ញុំដូច្នេះពួកគេបានដាក់គោលដៅមកលើពួកយើងថែមទាំងនៅទីនេះមានជនក្បត់ទៀតដូច្នេះធ្វើឲ្យពួកគេខ្លាចខ្ញុំធ្វើការសងសឹកទៅលើពួកគេហើយពួកគេក៏បានចាត់ការជាមុនអញ្ចឹង Sister ហ្វ្រាំងនាងចង្រៃយោវាដោយសារតែជាកំហុសរបស់ខ្ញុំដោយសារតែខ្ញុំមិនបានប្រុងប្រយ័ត្ន ទេវាមិនមែនជាកំហុសរបស់លោកទេបើហ្វិនជាចង់បន្ទោសគឺត្រូវតែបន្ទោសខ្ញុំដោយសារតែខ្ញុំមិនអាចដឹងរឿងនេះទាន់ពេលមើលទៅអាងខយូមានកម្លាំងពិសេសហើយ
មើលទៅកម្លាំងរបស់គេពិតជាខ្លាំងណាស់កុំបារម្ភអីអង្គយូខ្ញុំបានកំចាត់ពួកអាក្រក់ទាំងអស់នោះហើយអញ្ចឹងព្រលឹងរបស់នាងប្រកាសជាអាចស្ងប់ចិត្តហើយនឹងទៅដល់ឋានសួគ៌មិនខានទេ មនុស្សទាំងអស់នោះគេពិតជាអាក្រក់ដល់កហើយហ្វាំងយីលោកបានធ្វើរឿងសម្រាប់ពួកគេជាច្រើនប៉ុន្តែពួកគេបានជាហ្វងគុណយើងដោយធ្វើអំពើបែបនេះដាក់មកវិញ ខ្ញុំក៏ជាមនុស្សម្នាក់ដែលត្រូវតែទទួលខុសត្រូវរឿងនេះដែរដោយសារតែខ្ញុំមិនដែលរំពឹងទុកថាពួកគេនឹងធ្វើរឿងបែបនេះមកកាន់ពួកយើងទេតែកុំបារម្ភអីអង្គយូលោកសប្បាយចិត្តឡើងនៅថ្ងៃអនាគតខ្ញុំនឹងស្វែងរកប្រពន្ធឲ្យលោកម្នាក់ទៀតហើយនឹងស្រស់ស្អាតជាងមុនទៅទៀតណា ខ្ញុំខ្ញុំពិតជាចង់បានមនុស្សស្រីដែលមានចរិតចាស់ទុំ វាគឺជារឿងងាយស្រួលទេខ្ញុំប្រកាសជាស្វែងរកមនុស្សម្នាក់ដែលធ្វើឲ្យលោកពេញចិត្តមិនខានទេ ហ្វាំងយីយំទៀតហើយហ្វាំងយីក្មេងនេះយំទៀតហើយតើយើងត្រូវធ្វើម៉េចទៅឥឡូវនេះ ប្រហែលជាក្មេងនេះគេឃ្លានហើយ តើបងកំពុងតែគិតអីហ្នឹងខ្ញុំមិនអាចបម្រើកូនបានទេខ្ញុំគ្មានទឹកដោះសម្រាប់នាងទេ យើងប្រកាសជាមិនអាចថែរក្សានាងបានទេនៅពេលនេះឥឡូវនេះយើងត្រូវតែរកអ្នកណាម្នាក់ដែលមានបទពិសោធន៍ក្នុងការមើលថែក្មេងដើម្បីឲ្យមកមើលថែនាងវិញមិនអីទេឥឡូវនេះយើងនាំគ្នាទៅរកគ្រួសារមួយឲ្យកូននេះហើយយើងនឹងផ្ដល់សម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់កូនក្មេងអញ្ចឹងវាប្រកាសជាមិនអីទេ មែនហើយអញ្ចឹងត្រូវតែស្វែងរកគ្រួសារដ៏ល្អមួយសម្រាប់នាងណា ហ្វាំងយីគេមកសម្លាប់ពួកយើងមែនទេប៉ាំងលីជីងឆាប់ចេញមក ហ្វាំងយីខ្ញុំមកដល់ហើយតើមានការអីដែរ តើលោកមកនេះមិនខ្លាចខ្ញុំសម្លាប់លោកទេមែនទេ ខ្ញុំខ្លាចប៉ុន្តែទោះជាខ្ញុំខ្លាចតើមានអីអាចផ្លាស់ប្ដូរបានទៅហើយខ្ញុំជឿថាថ្ងៃនេះលោកមកទីនេះមិនមែនមកសម្លាប់ពួកយើងទេលោកមកតែឯងហើយយកក្មេងមកជាមួយនៅក្នុងដៃទៀតដូច្នេះខ្ញុំជឿថាលោកប្រកាសជាមិនមកសម្លាប់មនុស្សទេ ពិតជាមិនអន់មែនខ្ញុំតែងតែគិតថាឯងគឺជាមនុស្សឆ្លាតម្នាក់ខ្ញុំមកទីនេះដើម្បីឲ្យទារកនេះទៅប្រជាជនដែលរស់នៅក្នុងអគារនេះជួយមើលថែផង បានឥឡូវអ្នកកំពុងតែស្វែងរកអ្នកមើលថែក្មេងមែនទេបានហើយឲ្យវាមកខ្ញុំមកអញ្ចឹង អ្នកទាំងអស់គ្នាខំប្រឹងមើលថែហើយនឹងចិញ្ចឹមក្មេងនេះឲ្យបានល្អទៅក្នុងកលៈទេសៈបែបនេះខ្ញុំនឹងមិនធ្វើអីអ្នកទាំងអស់គ្នាទេណែឆាប់យកទៅនៅទីនេះមានកតោបហើយនឹងទៅដោះគោកូនក្មេងមួយចំនួនជាមួយនឹងម្ហូបខ្លះទៀតផងបានហើយអញ្ចឹងឥឡូវនេះគឺគំនុំរបស់ពួកយើងគឺបញ្ចប់តែប៉ុណ្្នឹងចោះប៉ុន្តែបើសិនជាមានរឿងអីកើតឡើងទៅលើកូនក្មេងម្នាក់នេះណាខ្ញុំមិនធានាថានឹងមានរឿងអីកើតឡើងចំពោះឯងទៀតទេណា មិនអីទេទុកចិត្តមកលើខ្ញុំចោះខ្ញុំសន្យាថាក្មេងនេះប្រកាសជាមានក្តីសុខមិនខានទេយើងប្រកាសជាមើលថែក្មេងម្នាក់នេះឲ្យបានល្អហើយយើងក៏សន្យាថាមិនឲ្យមានរឿងអីកើតឡើងទៅលើក្មេងម្នាក់នេះដែរណែមីអូនយកក្មេងនេះទៅមើលឲ្យបានល្អដឹងនៅចាបងប្រកាសណាខ្ញុំនឹងមើលថែក្មេងម្នាក់នេះឲ្យដូចជាជីវិតរបស់ខ្ញុំអញ្ចឹង តើឥឡូវនេះមានមនុស្សប្រមាណអ្នកដែលនៅរស់នៅក្នុងអគារនេះ មានមនុស្សដែលនៅរស់ប្រហែលជា66នាក់តាមអ្វីដែលខ្ញុំដឹង អញ្ចឹងតើឯងមានគម្រោងអីសម្រាប់បន្តការរស់នៅទៀតខ្ញុំមិនមានគម្រោងសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារឲ្យឯងទៀតទេណា ពួកយើងនឹងស្វែងរកដំណោះស្រាយពួកយើងបានរស់នៅក្នុងស្ថានភាពបែបនេះជាយូរមកហើយអញ្ចឹងពួកយើងប្រកាសជាអាចប្រឈមមុខជាមួយនឹងរឿងដ៏លំបាកទាំងអស់នេះបានខ្ញុំមានជំនឿចិត្តយ៉ាងរឹងមាំដរាបណាពួកយើងនៅមានជីវិតណាយើងត្រូវតែមានសង្ឃឹម មែនហើយពិតប្រាកដណាស់បញ្ហាតាក់ទងជាមួយម្ហូបវាងាយស្រួលក្នុងការដោះស្រាយទេតើឯងមានបានឃើញអគារដែលខ្ញុំដុតទេនៅទីនោះមានម្ហូបនៅខាងក្នុងសម្រាប់ឲ្យឯងដោះស្រាយបានមួយរយៈពេលដែរ ក្នុងចិត្តអាប៉ែតនេះចង់ឲ្យឯងស៊ីសាកសពមែនទេយើងមិនអាចធ្វើរឿងបែបនោះបានទៀតទេកាលពីមុនពួកយើងបានធ្វើរឿងខុសទៅហើយឥឡូវនេះយើងមិនអាចបន្តធ្វើរឿងដែលប្រៃផ្សៃអញ្ចឹងតទៅទៀតទេពួកយើងមិនអាចធ្វើរឿងខុសតទៅទៀតបានទេខ្ញុំសុខចិត្តស្លាប់ប្រសើរជាងក្បត់ឆន្ទៈរបស់ខ្លួនឯងធ្វើជាមនុស្សអាក្រក់បែបនេះការស្លាប់ក៏វាអាចរក្សាបេះដូងរបស់យើងឲ្យមានសេរីភាពហើយនឹងសន្តិភាពដែរ
ស្ថានភាពពិភពលោកទាំងមូលឥឡូវនេះត្រូវបានកកអស់ទៅហើយនៅតែមានមនុស្សហ៊ាននិយាយអំពីភាពថ្លៃថ្នូរនិងការពិតនៅពីមុខខ្លួនរបស់ខ្ញុំទៀតសម្ដីលោកដែលនិយាយមកនេះខ្ញុំពិតជាមិនអាចមិនសរសើរលោកមិនបានទេ អរគុណហើយក៏ប៉ុន្តែបើចំពោះខ្ញុំវិញខ្ញុំកោតសរសើរលោកច្រើនជាងខ្ញុំទៅទៀតនៅចំពោះមុខពិភពលោកដែលបានកកនេះលោកមានសមត្ថភាពអាចធ្វើឲ្យខ្លួនឯងនិងមនុស្សនៅជុំវិញខ្លួនរស់នៅបានយ៉ាងមានក្តីសុខខ្ញុំពិតជាមានអារម្មណ៍ថាបរាជ័យយ៉ាងឆ្ងាយពីលោកមែនសៀងយីខ្ញុំពិតជាមានរឿងមួយដែលឆ្ងល់ហើយចង់សួរលោកខ្លាំងណាស់ ចាំបន្តិចខ្ញុំដឹងថាឯងកំពុងតែចង់និយាយពីអីហើយ ហេតុអីក៏លោកអាចមានសមត្ថភាពផ្គត់ផ្គង់ម្ហូបដ៏ច្រើនបែបនេះចំនួនប្រជាជនរបស់លោកនៅក្នុងអាគាររបស់លោកគឺមិនមានការប្រែប្រួលអីច្រើនទេជាមួយនឹងសមត្ថភាពរបស់លោកគួរតែអាចគ្រប់គ្រងអ្នកជិតខាងទាំងអស់ហើយនឹងដឹកនាំពួកគេឲ្យពួកគេអាចរស់រានមានជីវិតបាន បានហើយវាគ្រប់គ្រាន់ហើយអ្នករងគ្រោះទាំងអស់គ្នាខ្ញុំមិនមែនជាព្រះពុទ្ធទេខ្ញុំមិនអាចជួយមនុស្សដ៏ច្រើនបែបនេះបានទេហេតុអីបានជាខ្ញុំត្រូវជួយពួកគេទៅនៅទីនេះមានមនុស្សច្រើនណាស់តែពួកគេអាចចាំអំពីការអនុគ្រោះហើយនឹងទុកលំបាករបស់ខ្ញុំបានទេហើយអ្នកណាអាចដឹងបានថាពួកគេមិនចាក់ខ្ញុំពីក្រោយខ្នងទៅនៅក្នុងសម័យពិភពលោកដែលបានកកនេះគ្រាន់តែថែរក្សាខ្លួនឯងឲ្យមានជីវិតហ្នឹងគឺវាពិបាកពេកហើយខ្ញុំមិនមានមហិច្ឆតាធំអីទេខ្ញុំគ្រាន់តែចង់រស់នៅធម្មតាវាគឺជាគោលបំណងចុងក្រោយរបស់ខ្ញុំហើយនេះវាគឺជាកាដូលាគ្នាសម្រាប់ខ្ញុំឆាប់យកវាទៅនៅក្នុងជីវិតរបស់ឯងនឹងត្រូវទទួលបានការតបស្នងនៅអ្វីដែលឯងបានធ្វើសម្រាប់ឯងធ្វើឲ្យខ្ញុំជឿថានៅក្នុងពិភពលោកដែលបានកកនេះមនុស្សនៅតែមានមនុស្សធម៌ភាពស្មើគ្នាអញ្ចឹងកុំនិយាយថាខ្ញុំមិនទុកឱកាសឲ្យឯងខ្ញុំនឹងផ្ដល់ឱកាសមួយឲ្យនេះគឺ ឯងអាចព្យាយាមដាំដុះគ្រាប់ធនជាតិនេះទៅបើហ្វិនជាឯងចង់ស៊ីពួកវាគឺជាជម្រើសរបស់ឯងហើយនៅពេលនេះខ្ញុំអាចជួយឯងបានតែប៉ុណ្្នឹងទេអញ្ចឹងរឿងក្រៅពីនេះឯងដោះស្រាយដោយខ្លួនឯងទៅតើគ្រាប់នេះវាអាចដុះនៅក្នុងហ្វេកអន្តរភាពត្រជាក់ដល់ថ្នាក់6ទៅ7អង្សាសេដែរអី លឿនឡើងឆាប់ប្រមូលយកវាទៅនេះគឺជាក្របធនជាតិដែលពួកយើងអាចដាំបានកុំបារម្ភអីពួកយើងមិនខ្វះម្ហូបញ៉ាំទៀតទេលោក Professor G តើលោកពិតជាអាចដាំដុះវាបានមែនទេព្រោះឥឡូវអាកាសធាតុវាត្រជាក់ខ្លាំងណាស់តើលោកមានដំណោះស្រាយមែនទេវាប្រកាសជាអាចមានឱកាសទោះបីជាឱកាសនោះវាតិចតួចយ៉ាងណាក៏ដោយយើងត្រូវតែព្យាយាមវាបន្ទាប់ពីយើងបានជោគជ័យយើងប្រកាសជាអាចរស់នៅក្នុងហ្វេតន្តរភាពដ៏ត្រជាក់បែបនេះបានហើយតោះពួកយើងជួយគ្នារើសម្ដៃមួយជើងទៅលឿនឡើងបញ្ហាអ្នកចិត្តខាងទាំងអស់នោះគឺត្រូវបានដោះស្រាយរួចអស់ហើយឥឡូវនេះអ្វីដែលត្រូវធ្វើបន្ទាប់ទៀតគឺស្វែងរកផ្ទះសុវត្ថិភាពមួយដ៏ល្អរឿងគ្រប់បែបយ៉ាងត្រូវបានដោះស្រាយអស់ហើយមែនទេនៅពេលឥឡូវនេះហ្វៀងយីរឿងទាំងអស់នោះគឺបានចប់សពគ្រប់អស់ហើយគ្រាន់តែពេលនេះខ្ញុំមានអារម្មណ៍ថាឃ្លានបន្តិចហើយអញ្ចឹងទុកឲ្យអូនជាអ្នកធ្វើម្ហូបឲ្យបងទៅចុះតើខ្ញុំគួរតែធ្វើម្ហូបអីសម្រាប់អាហារថ្ងៃត្រង់នេះណាជាមួយនឹងចុងភៅជើដែលមានទឹកចិត្តដ៏ល្អហើយនឹងមានជំនាញទៀតតើអាចប្រាប់បងបានទេកុំធ្វើអញ្ចឹងអីអង្គយូគឺនៅបន្ទប់ចិត្តនេះទេណាមិនអីទេនៅក្នុងផ្ទះរបស់យើងគឺមានឧបករណ៍ការពារសំឡេងបានយ៉ាងស្ងាត់ល្អណាស់អញ្ចឹងគាត់ប្រកាសជាមិនលឺអីទេប៉ុន្តែអូនត្រូវតែរៀបចំម្ហូបអាហារទៀតតើបងមិនអាចរងចាំមួយផ្លែតបានទេអីមានតែស្អីអូនធ្វើការងាររបស់អូនបងធ្វើការងាររបស់បងវាមិនមែនជាបញ្ហាទេព្រឹកបន្ទាប់សៀងយីខ្ញុំបាននិយាយជាមួយនឹងពួកគេហើយតើពេលណាយើងអាចទៅទីនោះបានទៅមកផ្ទះរបស់ខ្ញុំមកយើងអាចពិភាក្សាគ្នាលម្អិតពីរឿងនេះណាមើលទៅគេមិនអាចរងចាំបានយូរទៀតទេណាមកអង្គុយចុះហ្វិនទៅវាមិនប្រញាប់អីទេយើងពិភាក្សាគ្នាតាមស្រួលទៅប្រាដល់ហ្វៀងទុកឲ្យខ្ញុំប្រាប់លោកថាតើខ្ញុំបាននិយាយជាមួយនឹងវ៉ាហ្វីមីងអីខ្លះគឺមិនបាច់ប្រាប់ខ្ញុំអំពីបញ្ហាទាំងអស់នោះទេគ្រាន់តែឲ្យទូរស័ព្ទឯងមកខ្ញុំមកគឺបានហើយអីគេលោកចង់បានទូរស័ព្ទរបស់ខ្ញុំមកមែនហើយពិតប្រាកដណាស់
ខ្ញុំចង់មើលឆារបស់ឯងជាមួយនឹងវាងហ្វីមីងដោយផ្ទាល់តែម្ដងឆាប់ឲ្យមកលឿនឡើង